យាយចាំងអាយុ73ឆ្នាំនៅជាន់ទី11ព្រឹកឡើងធ្វើបាយរួចក៏ប្រទះឃើញតាយ៉ាស់ស្លាប់នៅលើគ្រែបាត់ទៅហើយគាត់មិនយំមិនស្រែកហើយក៏មិនទូរស័ព្ទឲ្យឡានពេទ្យដែរគាត់ដូរខោអាវស្អាតបាតមួយកុំភ្លេឲ្យតាយ៉ាស់សិនរួចទើបទៅកូនប្រុសនៅខេត្តថាផ្ទះមានការប្រញាប់មកវិញមកពេលល្ងាចកូនប្រុសនិងប្រពន្ធមកដល់យាយចាំងស្ទាក់នៅមុខទ្វារមិនឲ្យស្រែកយំឡើយគាត់ថាមនុស្សត្រជាក់ជើងដៃអស់ហើយយំក៏គ្មានប្រយោជន៍ដែរពីរអ្នកម្ដាយនិងកូនសែងតាយ៉ាស់ឡើងឡានកាន់អត្តសញ្ញាណប័ណ្ណនិងលិខិតមរណភាពដែលចេញដោយមណ្ឌលសុខភាពសម្ដៅទៅរោងបូជាសពតែម្ដងគាត់ធៀបគាត់ជ្រើសយកថ្លៃ60 យន់ដែលថោកបំផុតរួចច្រកធៀបចូលកូនប្រុសនៅផ្ទះកាន់ទុកបាន3ថ្ងៃមុននឹងចេញទៅដើរវល់ពេញផ្ទះជាច្រើនជុំចង់និយាយតែមិនហ៊ាននិយាយយាយចាំងមើលដឹងថាគេមានអីក្នុងចិត្តគាត់ក៏និយាយមុនថាម៉ែនៅម្នាក់ឯងបានកាលពុកឯងនៅក៏ម៉ែធ្វើការផ្ទះច្រើនជាងគេដែរកូនប្រុសមកក្បាលរួចដកលុយ2 ដុំពីកាបូបដាក់លើតុបើមានការអីទេហៅកូនភ្លាមណាយាយចាំងដើរជូនកូនទៅដល់មុខជណ្ដើរយន្តដោយស្ងប់ស្ងាត់សម្លឹងមើលទ្វារជណ្ដើរយន្តបិទជិតដំណើរការទាំងមូលគាត់ស្ងប់ស្ងាត់ខ្លាំងណាស់គ្មានការខាត់គ្មានការយំសោកឯកក៏ណាស់ស្ងប់ស្ងាត់ណាស់ដូចជាទៅតែជូនមនុស្សធម្មតាម្នាក់ចេញទៅធ្វើការអញ្ចឹងមនុស្សពេញមួយអាគារគ្មាននរណាដឹងថាមានមនុស្សស្លាប់នៅជាន់ទី11ឡើយអ្នកចិត្តខាងជាន់ជាមួយគ្នាកាលពីយប់ថ្ងៃអង្គារនៅជួបយាយចាំងចុះមកចោលសម្រាមក៏សួរគាត់ថា2ថ្ងៃនេះមិនឃើញតាមកដើរលេងចេះយាយចាំងថាជំងឺចាស់រើឡើងហាមជើងក៏ដេកសម្រាកទៅអ្នកចិត្តខាងនៅផ្ដាំទៀតថាអាយុច្រើនហើយត្រូវបំពន់កាល់ស្យូមឲ្យច្រើនណាស់យាយចាំងញឹមទទួលពាក្យរួចដើរចូលចណ្ដើរយន្តទៅប្រពន្ធចាស់របស់តាស៊ូនៅជាន់ទី3ជាមនុស្សដំបងគេដែលអារម្មណ៍ថាមានអីមិនស្រួលព្រោះ5ថ្ងៃជាប់គ្នាមកនេះមិនដែលឃើញយាយចាំងចុះមកហាត់ក្បាច់គុនតៃជីនៅខាងក្រោមឡើយគឺក្បាច់គុនតៃជី24ជំហាននឹងម៉ោងយាយចាំងហាត់អស់6ឆ្នាំហើយភ្លៀងខ្យល់យ៉ាងណាក៏មិនដែលខានដែរប្រពន្ធតាស៊ូជួបយាយចាំងទិញបន្លែត្រឡប់មកវិញនៅតាមផ្លូវដើរទៅសួរនាំបន្តិចយាយចាំងថាប៉ិនមានថ្ងៃនេះឈឺក្រពះក៏ឈប់ហាត់ទៅក្រោយមកប្រពន្ធតាស៊ូនាំគេនិយាយគ្នានៅកន្លែងលេងបៀក្នុងបូរីថាទឹកមុខយាយចាំងមើលទៅចម្លែកគ្មានជួនចិញ្ចាំបន្តិចសោះស្ងប់ស្ងាត់ពេកហើយតាលីវនៅជាន់ទី15ជាជើងកាដារបស់តាយ៉ារៀងរាល់រសៀលថ្ងៃពុធមិនដែលខានឡើយ4អ្នកលេងបៀនៅបន្ទប់សកម្មភាពសហគមន៍ដល់ថ្ងៃពុធនេះតាយ៉ាអត់មកសោះតាលីវក៏ទៅរត់ជាច្រើនដងគ្មានអ្នកលើកគាត់ទៅម្ដងទៀតលើកនេះបិទទូរស័ព្ទបាត់តាលីវមានអារម្មណ៍ថាចម្លែកខ្លាំងក៏រត់ទៅជាន់ទី11រកគូសទ្វារគូសឡើងយូរគ្មានអ្នកឆ្លើយតបគាត់ប្រកិតត្រចៀកនឹងទ្វារឬសំឡេងទូរទស្សន៍នៅខាងក្នុងតែគ្មាននរណាមកបើកទ្វារសោះដំណឹងនេះក៏ធ្លាយចេញពីបន្ទប់លេងបៀទៅមានគេថាឃើញកូនប្រុសយាយចាំងបើកឡានពាក់ផ្លាកលេខខេត្តមកនៅបាន3ថ្ងៃក៏ចេញទៅវិញទើបមានអ្នកនឹកឃើញដល់យាយចាំងដែលថាប្តីគាត់ហាមជើងសម្រាប់នៅផ្ទះតែមិនដែលឃើញតាយ៉ាស់ចុះមកស្រុកខ្យល់អាកាសសោះហើយក៏មានអ្នកដើរកាត់មុខផ្ទះគាត់ថាគ្មានក្លិនស្អុយអ្វីបន្តិចសោះអ្នកដែលនិយាយនេះគឺប្រពន្ធតាវាងនៅជាន់ទី6បងថ្លៃគាត់ធ្វើការខាងបុណ្យសពគាត់ថាមនុស្សស្លាប់ហើយរៀបចំបានស្អាតបាតក្នុងរង្វង់3ថ្ងៃគឺគ្មានក្លិនទេចុងក្រោយគឺកញ្ញាស៊ូបុគ្គលិកសហគមន៍និយាយជ្រុលមាត់មួយម៉ាត់ថាខែមុនស្ថិតមនុស្សចាស់អាយុលើសពី80ឆ្នាំប្រឡោះប្តីយាយចាំងគឺចុះបញ្ជីថាស្លាប់ហើយមានគេសួរថាតើស្លាប់តាំងពីពេលណាកញ្ញាស៊ូបើកមើលកំណត់ត្រាថាលិខិតមរណភាពចេញកាលពីថ្ងៃទី10ខែមុនព័ត៌មាននេះគឺចុះបន្ថែមតាមក្រោយទេមានអ្នកគិតភ្លាមថ្ងៃនោះត្រូវជាថ្ងៃមុនពេលយាយចាំងឈប់ហាត់ក្បាច់គុនតៃជាមួយថ្ងៃខណៈនោះអ្នកចិត្តខាងពេញមួយអាគារស្ងាត់ជ្រុងទាំងអស់គ្នាអ្នករាល់គ្នាក៏នឹកឃើញឡើងវិញគ្មានរោងបុណ្យគ្មានកម្រងផ្កាគ្មានភ្លេងពិណពាទ្យគ្មានការយំសោកគ្មាននរណាម្នាក់បានដឹងបានឃើញការជូនដំណើរនោះឡើយក៏ធាតថ្លៃ60 យន់ដែលថោកបំផុតនោះគឺជាពិធីបិទបញ្ចប់ជីវិតចុងក្រោយរបស់តាយ៉ាហើយគ្មាននរណាម្នាក់អាចនិយាយថាយាយចាំងធ្វើមិនល្អឬធ្វើខុសនោះទេយាយចាស់អាយុ73ឆ្នាំទៅហើយសុខភាពក៏មិនសូវមាំមួនដែរកូនប្រុសនៅធ្វើការឯខេត្តត្រឡប់មកផ្ទះមួយជើងអស់ថ្លៃសាំងអស់1-2000 យន់បាត់ហើយបើធ្វើបុណ្យធំដុំលំបាកបងប្អូនខ្ជះខ្ជាយលុយកាក់ចុងក្រោយគ្រាន់តែធ្វើឲ្យអ្នកក្រៅមើលសប្បាយភ្នែកប៉ុណ្ណោះគាត់បានជ្រើសរើសវិធីដែលសាមញ្ញបំផុតសន្សំសំចៃបំផុតនិងមិនរំខានអ្នកណាទាំងអស់ជូនដំណើរដៃគូជីវិតដែលរស់នៅជាមួយគ្នាមួយជីវិតដោយស្ងប់ស្ងាត់មានអ្នកខ្លះគិតថានេះជាការយកធ្លុះពីជីវិតមនុស្សនៅរស់មើលថែឲ្យល្អទៅគ្រាន់បើហើយស្លាប់ទៅសល់តែភ័យមួយក្តាប់ចំណាយលុយរាប់ម៉ឺនធ្វើបុណ្យគង់តែធ្វើឲ្យគេមើលដដែលនឹងក៏មានអ្នកខ្លះនិយាយថាយាយចាស់ម្នាក់នេះត្រជាក់ស្រជុំពេកហើយប្តីរស់នៅជាមួយគ្នាមួយជីវិតសូម្បីតែទឹកភ្នែកមួយស្រក់នៅមុខគេក៏គ្មានភាពត្រជាក់ស្រជុំបែបនេះវាខ្ទុកក្ដួលជាងការប្រប្រាស់រស់ស្លាប់ទៅទៀតឥឡូវនេះយាយចាំងនៅតែចុះមកចោលសម្រាមរាល់ថ្ងៃទិញបន្លែធ្វើបាយរាល់ថ្ងៃមើលទូរទស្សន៍រាល់ថ្ងៃដដែលមានគេស្វាគមន៍គាត់នៅតែញឹមឆ្លើយតបនិយាយលេងជាធម្មតាគ្រាន់តែគាត់មិនដែលបានហាត់ក្បាច់គុនតៃជី24ជំហានដែលធ្លាប់តែខិតខំហាត់អស់6ឆ្នាំនោះទៀតឡើយតើមកពីគាត់រស់នៅយកធ្លុះពីជីវិតឬមួយក៏ត្រជាក់ស្រជុំរហូតធ្វើឲ្យគេព្រឺឆ្អឹងខ្នង